ប្រទេសកម្ពុជានិងចិនកំពុងតែរឹតចំណងការទូតវិស័យព័ត៌មានយ៉ាងស្អិតរមួតដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលនៃព័ត៌មានคล้ายៗស្របពេលដែលបច្ចេកវិទ្យា Digital កំពុងតែមានការវិវត្តយ៉ាងរហ័សនិងបង្កហានិភ័យខ្ពស់ដល់សន្តិសុខព័ត៌មាននៅក្នុងសង្គមជាតិក្នុងគោលដៅបន្សាបនិងទប់ស្កាត់គ្រោះថ្នាក់នៃព័ត៌មានមិនពិតនៅក្នុងឆ្នាំ2026នេះក្រសួងព័ត៌មាននៃប្រទេសកម្ពុជាបាននឹងកំពុងតែបើកនៅយុទ្ធនាការធំៗចំនួន2ជាបន្តបន្ទាប់ក្នុងនោះកិច្ចសហប្រតិបត្តិការថ្នាក់តំបន់មានយុទ្ធនាការលុបបំបាត់ព័ត៌មានคล้ายៗពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃដែលបានបើកសម្ពោធកាលពីថ្ងៃទី12ខែមីនាឆ្នាំ2026កន្លងទៅថ្មីនេះដែលគម្រោងនេះមានរយៈពេល1ឆ្នាំចាប់ពីខែមករាដល់ខែធ្នូឆ្នាំ2026ដោយទទួលបានការគាំទ្រថវិកាពីមូលនិធិពិសេសនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងដែលមានការចូលរួមពីបណ្ដាប្រទេសជាសមាជិករួមមានកម្ពុជាចិនឡាវវៀតណាមនិងមីយ៉ាន់ម៉ាចំណែកឯនៅក្នុងកម្រិតថ្នាក់ជាតិវិញក្រសួងព័ត៌មានបានបើកនៅយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2ក្រោមប្រធានបទពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មានដែលបានប្រកាសអនុវត្តជាផ្លូវការនាព្រឹកថ្ងៃទី18ខែឧសភាឆ្នាំ2026នេះនៅក្នុងកិច្ចប្រជុំតម្រង់ទិសស្ដីពីការអនុវត្តនៅយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2នាទីស្ដីការក្រសួងព័ត៌មានកាលពីរសៀលថ្ងៃទី18ខែឧសភាឆ្នាំ2026អាដាមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានណែនាំបន្ថែមដល់ម្ចាស់និងអ្នកពាក់ព័ន្ធនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវផ្ដោតសំខាន់ទៅលើការផលិតមាតិកានៃការផ្សព្វផ្សាយព័ត៌មានគឺតម្រង់ទិសសម្រាប់យុវវ័យពង្រឹងអក្ខរកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅក្នុងវិស័យព័ត៌មាននេះឲ្យមានភាពធន់ដល់យុវវ័យក្នុងការបង្ការទប់ស្កាត់និងលុបបំបាត់នៅព័ត៌មានคล้ายៗដែលមាននៅក្នុងសង្គមជាតិនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិនកាលពីពេលថ្មីនេះលោកបណ្ឌិតចិនសុជាតិមន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថានៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងការពង្រឹងប្រព័ន្ធព័ត៌មានឲ្យបានត្រឹមត្រូវនិងមានតម្លាភាពត្រូវបានចាត់ទុកថាជាកត្តាចម្បងដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងការកសាងទំនុកចិត្តរវាងប្រទេសជិតខាងនិងធានាបាននូវសន្តិភាពយូរអង្វែងនៅក្នុងតំបន់ចិនគឺបានចាប់ផ្ដើមតាមរយៈមូលនិធិមេគង្គឡានឆាងគឺធ្វើរឿងតាក់ទងនឹងប្រព័ន្ធព័ត៌មានคล้ายៗដែលយើងឃើញចេញថ្មីនេះពីព្រោះព័ត៌មានคล้ายៗនេះវាអាចវាយប្រហារតាក់ទងទៅទាំងមិនមែនតែរឿងតាក់ទងប្រព័ន្ធសង្គមប្រព័ន្ធសេដ្ឋកិច្ចប្រព័ន្ធតំណែងអីទាំងអស់ដែលធ្វើឲ្យមានការភ័យខ្លាចធ្វើឲ្យមានការពាន់ច្រឡំអញ្ចឹងប្រទេសទាំងអស់នៅក្នុងតំបន់គឺត្រូវរួមគ្នាបង្កើតការជឿទុកចិត្តគ្នាទៅវិញទៅមកការប្រឆាំងព័ត៌មានคล้ายៗវាជារឿងសំខាន់មួយយើងគិតទៅមុខទៀតពីព្រោះវាអាចបំផ្លាញព័ត៌មានคล้ายៗវាដូចជាក្របបែកមួយដូចជាអាវុធមួយដែលអាចបំផ្លាញគ្នាទៅវិញទៅមកអញ្ចឹងយើងរស់នៅបណ្ដាប្រទេសដែលរួមគ្នាក្នុងតំបន់នេះយើងចង់បានសន្តិភាពយើងចង់បានការវិវត្តយើងចង់បានសេចក្តីសុខបាទតាមលោកបណ្ឌិតចិនសុជាតិការជ្រើសរើសការប្រើប្រាស់ប្រព័ន្ធព័ត៌មានឲ្យចំគោលដៅនិងនាំមកនូវផលប្រយោជន៍ដ៏មហាសាលសម្រាប់ការអភិវឌ្ឍនិងសេចក្តីសុខសាន្តរបស់ប្រជាជាតិនៅក្នុងតំបន់ទាំងមូល។